ហើយអ្វីបានជាពូនៅទីនេះបើគាត់ដឹងថាខ្ញុំស្លៀកពាក់បែបនេះដើម្បីលក់ស្រាតើគាត់នឹងបណ្ដេញខ្ញុំចេញទេអាហាពូនឹងមិនស្ដាយក្រោយម្ដងទៀតទេមែនទេអូទំនិញថ្មីលោកជីវតើពូចង់ភ្លុកទេពូភ្លេចច្បាប់របស់ខ្ញុំហើយឬនៅពិតណាស់ខ្ញុំមិនភ្លេចទេគ្រាន់តែជារឿងការងារធម្មតាទេគ្មានស្រីទេព្រោះលោកជីយូមិនអាចធ្វើវាបានទេប៉ុន្តែលោកជីយូខ្ញុំមិនបានឃើញអ្នកបញ្ជាក្មេងស្រីធំទេខ្ញុំមិនដូចអ្នកទេខ្ញុំមានចិត្តមិនស្ងប់អាហាហ៊ូឡានជើខ្ញុំជាបងប្រុសរបស់អ្នកហ៊ាននិយាយជាមួយខ្ញុំបែបនេះដោយរបៀបណាពូមានរឿងអ្វីកើតឡើងសុំទោសប្រយ័ត្នផងក្រុមគ្រួសាររបស់ရှែនចង់បាត់ខ្លួននៅទីក្រុងប៉េកាំងប្រសិនបើគាត់មិនបំពេញកិច្ចសន្យារវាងខ្ញុំនិងលោកហ៊ូទេវានឹងមិនមានសុពលភាពខ្ញុំត្រូវតែបំពេញវានៅថ្ងៃនេះអ្នករត់តុអរគុណសូមនាំក្មេងស្រីនោះមកបន្ទប់ខ្ញុំបាទចាសលីនយីរងខ្ញុំកំពុងនិយាយជាមួយប្អូនស្រីមីបរោះវ័យក្មេងម្នាក់ទើបតែសុំនាងទៅវិមានស្ដេចអ្វីគ្មានអ្វីចម្លែកទេដែលគាត់ជាមនុស្សដែលខ្ញុំចូលចិត្តមិនអីទេនាំនាងទៅទីនោះអ្នកដឹងរឿងដែលនៅសល់ហើយមែនទេមកជាមួយខ្ញុំយល់ព្រមចូលឆ្លាតជាងមុនពេលក្រោយអ្នកដែលអាចចាយលុយនៅក្នុងបន្ទប់នេះគឺយូគឺជាអ្នកដែលអាចធ្វើឲ្យយិនឆេងលេងល្បែង3ដងអ្នកមិនអាចមានលទ្ធភាពធ្វើឲ្យគាត់អាក់អន់ចិត្តបានទេយល់ព្រមខ្ញុំយល់ហើយនេះជាស្រាដែលអ្នកចង់ផឹកស្រាប៉ុន្តែខ្ញុំបង់ប្រាក់ឲ្យពួកគេល្អបង់ប្រាក់យ៉ាងហោចណាស់20000 យន់មុន20000 យន់20000 យន់យល់ព្រមខ្ញុំនឹងបង់ប្រាក់ឲ្យពួកគេសួស្ដីសេវាកម្មបន្ទប់លោក